ដងនោះកំហែងវៃបត់អង្គត់ទាំងពីប្រានលុះបានហេវហោះមុខដល់ឆ្នេរសមុទ្រស្រេចកាលណាក៏ឃើញកម្មការធំជាងភ្នំព្រះសមេកំពុងដេកទប់ទឹកស្រេចកាលណាមិនបងអង្គយូរក៏ចូលទៅផ្ដាច់ពិធី